បងឬក៏បងមកចំនួនគាត់នៅឆ្ងល់សួរថាអ្នកគ្រូការដែលគាត់បាញ់ឡាស៊ែព្យាបាលស្នាមខ្មោចហ្នឹងហើយអ្នកគ្រូរីខមមិនsunscreen អីអញ្ចឹងឬក៏ skin care អីអញ្ចឹងហើយគាត់លាបមិនទៅបើមុខសុទ្ធតែកម្រហ្នឹងគឺលាបទៅលើកម្រហ្នឹងឯងណាព្រោះស្ថិតនៅក្នុងការព្យាបាលយើងអាចថាអូចាំជ្រុះកម្រហើយចាំលាបទេអត់ទេស្បែកបែបណាក៏ត្រូវតែលាប skin care ដែរមិនថាស្បែកមានកម្រឬក៏ស្បែកកំពុងតែបាញ់ឡាស៊ែកម្រឡើងប៉ុណ្ណាក៏ដោយឬក៏ក្រោយការជ្រុះកម្រឬក៏មិនតាន់ធ្វើសេវាកម្មក៏ដោយត្រូវតែប្រើ skin care អញ្ចឹងខ្ញុំលាបវាមិនប្រតិបតាទៅលើកម្រហើយការពិតទៅ skin care ពពួកដែលផ្ដល់សំណើមទៅលើស្បែកពពួកដែលអត់មានផលប៉ះពាល់ទៅដល់ស្បែកកំឡុងពេលព្យាបាលគឺយើងឲ្យទៅតាមភាពជាក់ស្ដែងនៃការសេវាកម្មដែលគាត់យកមិនមែនថាមកគាត់កំពុងតែបាញ់ឡាស៊ែឲ្យគាត់ប្រើពួក white cast ពួក tone up sunscreen ពួក white cast tone up ទេយើងប្រើពួក Centella ដែលលាបទៅអាឡូងភ្លឺនៅលើមុខធម្មតាហើយវាផ្ដល់សំណើមទៅលើស្បែកវាអត់មានផលរំខានទៅដល់កម្ររបស់យើងឬក៏កដុំនៅលើពុករបស់គាត់ទេហើយពួកសេរ៉ូមក៏ដែរសេរ៉ូមពួក HA ពួក Cinamide Moisturizer ក៏វាអត់មានតែផលប៉ះពាល់អីទៅដល់កម្រនឹងដូចគ្នាអញ្ចឹងណាហើយគាត់ជ្រុះកម្រហើយគាត់អាចប្រើ form បានធម្មតាគាត់អាចប្រើផលិតផលផ្សេងបានធម្មតាគាត់ថាកំឡុងពេលព្យាបាលដែលកំពុងតែមានកម្រហ្នឹងគឺគាត់លាបបានតែសេរ៉ូមហើយនិង sunscreen ទេហើយការសម្អាតមុខរបស់គាត់អាចប្រើ spray ឬក៏ទឹកសេរ៉ូមប្រៃផ្ដិតបានប៉ុណ្ណាយកប៉ុណ្ណឹងគឺយើងអត់បខំកម្រឲ្យជ្រុះឬក៏កិតកម្រហ្នឹងឲ្យព្យាយាមឲ្យកម្រហ្នឹងជ្រុះគឺឲ្យទុកឲ្យជ្រុះដោយខ្លួនឯងព្រោះកោសិកាងាប់ពេលដែលកោសិកាថ្មីដល់មកវានឹងច្រើនអាកោសិកាដែលងាប់ដែលខូចខាតហ្នឹងជ្រុះដោយខ្លួនឯងហើយកាលណាដែលយើងព្យាយាមឲ្យវាជ្រុះវាអាចមានផលរំខានទៅដល់ស្បែកវាអាចនឹងធ្វើឲ្យស្បែកយើងក្រហមខុសប្រក្រតីឬក៏វាអាចនឹងលាកស្បែករបស់យើងបន្ថែម